ឲ្យខ្លួនឯងថា5ឆ្នាំបើសិនជា5ឆ្នាំយើងធ្វើអត់ដែរ28 29ក៏យើងអាចនៅធ្វើការវិញបានដែរតែជឿសួរចានេះខ្ញុំឈ្មោះខុនពិសីជា CEO និង Co-founder នៅខាងក្រុមហ៊ុន Working ណានៅពេលដែលយើងចាប់ផ្ដើមដំបូងការបងចាញ់មកអាយុ24អញ្ចឹងឲ្យខ្លួនឯងថា5ឆ្នាំបើសិនជា5ឆ្នាំយើងធ្វើអត់ដែរ28 29ក៏យើងអាចនៅធ្វើការវិញបានដែរអញ្ចឹងពេលហ្នឹងគិតថាយើងមានជំនាញខាង sales ហើយនៅក្នុងការចេញទៅភ្ញៀវរកអីចឹងយើងមាន co-founder យើងម្នាក់ទៀត partner យើងចង់សាកមួយទៀតគាត់ជំនាញខាង HR អញ្ចឹងគាត់ថា2បុកយើងទៅបានហើយប៉ុន្តែអីដល់យើង plan មិនដូចការជាក់ស្ដែងទេវាតែងតែប្រែប្រួល unexpected រឿងមួយកើតឡើងគឺគាត់ decide ថាគាត់ចេញទៅក្រៅណាចាចឹងពេលហ្នឹងមកបាន make decision ហើយអញ្ចឹងក៏អត់ចង់ថាយើងឡប់ក្រោយដែរសុកចិត្ត operate ម្នាក់ឯងទៅអញ្ចឹងសំខាន់ពេលហ្នឹងគឺរៀងចិត្តខ្លាំងដែរអញ្ចឹងក៏យើងមកយើងសាកអញ្ចឹងទៅហើយយើងរៀនបដាយើង upgrade ខ្លួនឯងបដាអី along the way អញ្ចឹងទៅចា the biggest risk ដែលបងហ៊ាន take so far មកគឺ being a solo player អស់រយៈពេលប្រហែលជា 4-5 ឆ្នាំពេលហ្នឹងគឺរយៈពេលមួយដែល tough មែនតើហើយពេលខ្លះក៏មានអារម្មណ៍របៀបដូចថារៀងបាក់ទឹកចិត្តតិចដែរដោយសារឧបមាថាយើងកលេចទៅមើលខាងអ្នកផ្សេងយ៉ាងហោចគេមានគ្នា2 3នាក់ចាកន្លែងនោះគេមានគ្នា2នាក់ទៅខ្លួនឯងមានម្នាក់ឯងណាចាប៉ុន្តែតែងតែប្រាប់ខ្លួនឯងមួយថាធម្មតាផលលំបាកម្នាក់គឺខុសគ្នាគេមានធីមបណ្ដៃក៏មិនប្រកាសថាគេស្រួលដែរគេអាចមានផលម៉ែផ្សេងអញ្ចឹងយើងព្យាយាមជំនះហើយកន្លែងហ្នឹងទៅព្រោះយើងបាន make decision ហើយធ្វើមិនទ្រាំឲ្យបាន5ឆ្នាំនៅអ្វីដែលខ្លួនឯងបានកំណត់ចឹងទៅចាអញ្ចឹងដល់ពេលដល់ stage 1ប្រហែលជា5ឆ្នាំក្រោយមកយើងអាច able ក្នុងការ recruit talent មកល្អៗហើយយើងឃើញ potential របស់គាត់ហើយគាត់ក៏ជឿជាក់ទៅលើ vision របស់យើងអញ្ចឹងណាចូលមកគាត់បានធ្វើការមួយយើងប្រហែលជាកន្លះឆ្នាំជាងហ្នឹងអញ្ចឹងអ្វីដែលយើងមើលឃើញគឺ chemistry របស់យើងជាមួយគាត់វាត្រូវគ្នាទីមួយគាត់ក្មេងប៉ុន្តែគាត់young and dynamic ចាអញ្ចឹងនៅក្នុងហ្នឹងសម្រាប់ start up គឺបងគិតថាយើងត្រូវការមនុស្សបែបហ្នឹងតែបងនៅក្នុង up គឺយើង try and error អញ្ចឹងដល់អ្វីដែលយើងមើលឃើញគឺពួកគាត់គឺអ្នកដែលគាត់ willing try and error explore new possibility taking challenge អីទាំងអស់ហ្នឹងពីព្រោះយើង start up យើងបង្កើតឡើងមកដើម្បីយើងដោះស្រាយបញ្ហាចឹងបើសិនជាគាត់មានប្រសិទ្ធមួយថាគាត់អត់ចូលចិត្តធ្វើការជួប challenge នឹងច្រើនគាត់ចូលមកយើងអត់ត្រូវទេចាហើយអញ្ចឹងកាលណា chemistry ជាមួយគ្នាត្រូវល្អ personality របស់គាត់វា meet នឹងអ្វីដែលយើងអាច get along ទៅមុខមួយគ្នាបានព្រោះ co-founder គឺសំខាន់ណាស់ដូចយើង married ចឹងបើសិនយើងយកខុសគឺខុសហើយអញ្ចឹងបងគាត់ថា6 months ដែលយើងបានធ្វើការមួយគ្នាវា validate នៅអ្វីដែលវា proof ថាអូខេគាត់ជា the right person សម្រាប់យើងអញ្ចឹងក៏បងអាច engage ពួកគាត់មកជា co-founding team របស់បងមកដល់ឥឡូវហ្នឹង